នារីជនជាតិចិនវ័យ33ឆ្នាំម្នាក់បានចិញ្ចឹមប្រុសក្មេងវ័យ22ឆ្នាំអស់រយៈពេល2ឆ្នាំ ហើយចុងក្រោយខាងប្រុសក៏និយាយប្រាប់គេថាគាត់គឺជាបងស្រី រឿងរ៉ាវទំនាក់ទំនងបែបមិនច្បាស់លាស់មួយនេះគឺបានចាប់ផ្ដើមឡើងនៅពេលដែលខាងស្រីមានឈ្មោះថាសៀវនាវគាត់បានឧស្សាហ៍ទៅអង្គុយផឹកនៅក្នុងបារមួយកន្លែងជាមួយនឹងមិត្តភក្តិរបស់គាត់ចឹងណាហើយពេលនោះសៀវនាវដែលជាតួអង្គប្រុសហ្នឹងគាត់គឺជាអ្នកចម្រៀងនៅក្នុងបារមួយកន្លែងនោះអញ្ចឹងណាហើយក្រោយពេលដែលខាងប្រុសគាត់ច្រៀងចប់គាត់តែងតែចុះមកក្រោមឆាកដើម្បីជល់កែវជាមួយភ្ញៀវអីចឹងហើយជាមួយនឹងខាងស្រីហើយក្រោយៗមកទៀតហ្នឹងសៀវនាវតួឯកស្រីខាងស្រីអូយសៀវនាវសៀវលាវខ្ញុំឡើងចង់វល់ខាងស្រីហ្នឹងគាត់ក៏តែងតែទិញផ្កាយកទៅជូនខាងប្រុសហើយយូរៗទៅពួកគេក៏បានសុំលេខទូរស័ព្ទគ្នាដើម្បីតាក់ទងនិយាយគ្នាលេងពីនេះពីនោះចឹងណានិយាយចុះនិយាយឡើងទៅពួកគេក៏បានស្និទ្ធស្នាលគ្នាកាន់តែចិត្តទៅចឹងរហូតដល់ថ្ងៃមួយខាងប្រុសគេក៏បានណាត់ខាងស្រីហ្នឹងចេញទៅញ៉ាំបាយជាមួយគ្នានៅខាងក្រៅហើយពេលហ្នឹងខាងប្រុសក៏ចាប់ផ្ដើមត្អូញត្អែនិយាយថាគេមកពីខេត្តឆ្ងាយនៅទីនេះការងារច្រៀងហ្នឹងក៏មិនទាន់ច្បាស់លាស់នឹងថឹងហើយកន្លែងស្នាក់នៅហ្នឹងក៏អត់ទាន់មានអីត្រឹមត្រូវអញ្ចឹងហើយខាងស្រីគ្រាន់តែឮហើយក៏ឆ្លើយតបទៅវិញថាបើអញ្ចឹងទេទៅនៅជាមួយខ្ញុំហ្មងទៅចឹងផ្ទះខ្ញុំនៅមានបន្ទប់ទំនេរព្រោះថាខ្ញុំនៅតែម្នាក់ឯងឯងខាងស្រីគេប្រាប់ទៅខាងប្រុសចឹងណាឮដូច្នេះហើយខាងប្រុសក៏គាត់អត់ទាន់បាននិយាយអីដែរគ្រាន់តែថាគាត់សុំទៅលេងផ្ទះខាងស្រីឲ្យបានស្គាល់ម្ដងអីចឹងទៅហើយខាងស្រីក៏បានអនុញ្ញាតនាំឲ្យខាងប្រុសនឹងទៅលេងផ្ទះគេចឹងហើយមិនយូរប៉ុន្មានក្រោយមកខាងប្រុសក៏បានទៅនៅជាមួយខាងស្រីមែនស្គាល់គ្នាដំបូងៗហ្នឹងពួកគេអត់បានសួរអាយុគ្នាទេហើយពួកគេក៏អត់ដឹងថាខាងពួកចឹងនិយាយថាខាងស្រីក៏អត់សួរខាងប្រុសក៏អត់បានសួរខាងស្រីអញ្ចឹងពួកគេអត់ដឹងថាពួកគេអាយុខុសគ្នាច្រើនអីចឹងណាតែដល់ពេលនៅផ្ទះជាមួយគ្នាយូរទៅពួកគេក៏មានឱកាសបានសួរអាយុគ្នាទៅបានដឹងថាពួកគេមានអាយុខុសគ្នាឆ្ងាយរហូតទៅដល់11ឆ្នាំប៉ុន្តែទោះបីជាអាយុខុសគ្នាឆ្ងាយក៏ដោយប៉ុន្តែពួកគេក៏នៅតែរក្សាទំនាក់ទំនងបែបស្និទ្ធស្នាលនឹងដដែលខាងប្រុសចូលចិត្តញ៉ាំអីនៅពេលព្រឹកអញ្ចឹងខាងស្រីតែងតែភ្ញាក់ពីព្រលឹមតាំងម៉ោង5កន្លះហ៎ដើម្បីងើបទៅទិញអាហារដែលខាងប្រុសនឹងគេចូលចិត្តញ៉ាំអញ្ចឹងណាហើយពេលដើរទៅណាមកណាអញ្ចឹងពួកគេតែងតែកាន់ដៃគ្នាដូចគូសង្សារទូទៅគេតែងតែកាន់ដៃគ្នាដើរអញ្ចឹងទៅពេលងូតទឹកហើយកក់សក់ហើយខាងប្រុសតែងតែមកជួយផ្លុំសក់ដើម្បីសម្ងួតសក់ឲ្យខាងស្រីហើយពេលមួយនោះពេលដែលខាងប្រុសឡើងឆាកច្រៀងគេក៏បាននិយាយថាសូមផ្ញើចម្រៀងមួយបទនេះជូននារីម្នាក់ដែលសំខាន់នៅក្នុងជីវិតរបស់គេជាពិសេសហើយគ្រាន់តែឮចឹងហើយនិយាយរួមទៅទង្វើទាំងប៉ុន្មានដែលខាងប្រុសគេតែងតែធ្វើដាក់ខាងស្រីទាំងប៉ុន្មានកន្លងមកហ្នឹងណាបានចាក់ដោតដល់បេះដូងខាងស្រីធ្វើឲ្យខាងស្រីហ្នឹងគេគិតថាខាងប្រុសក៏ស្រឡាញ់នាងដែរខាងស្រីគេព្យាយាមយកចិត្តមើលថែខាងប្រុសរហូតក្រោយមកនាងក៏បានផ្ដល់លុយ20,000លុយចិនណាបើគិតជាលុយដុល្លារវាជិត$30,000ដែរផ្ដល់លុយហ្នឹងទៅឲ្យខាងប្រុសដើម្បីបើកអាជីវកម្មតូចមួយផ្ទាល់ខ្លួនអញ្ចឹងទៅហើយក្រោយពេលដែលមានអាជីវកម្មហ្នឹងផ្ទាល់ខ្លួនហើយខាងប្រុសហ្នឹងគេក៏ចាប់ផ្ដើមប្លែកអត់សូវមកផ្ទះដូចកាលពីមុនណាខលទៅពេលខ្លះក៏មិនលើកពេលខ្លះលើកហើយក៏និយាយថារវល់ជាប់ភ្ញៀវរហូតខាងស្រីតាមចេញទៅរកដល់កន្លែងធ្វើការកន្លែងស្នាក់នៅថ្មីរបស់គេដើររហូតក៏ប្រទះឃើញខាងប្រុសហ្នឹងកំពុងតែញ៉ាំអាហារជាមួយភ្ញៀវនៅហាងមួយកន្លែងពេលដែលឃើញខាងស្រីក៏ទៅដល់គេក៏សួរថានាងជាអ្នកណាគេហើយខាងប្រុសហ្នឹងបានឆ្លើយតបទៅភ្ញៀវគេហ្នឹងថានាងគឺជាបងស្រីរបស់ខ្ញុំគ្រាន់តែឆ្លើយអញ្ចឹងទៅខាងស្រីឮភ្លាមបែបពុះក្តៅខ្លាំងហ្មងភ្លាមហ្នឹងខាងស្រីហ្នឹងគេក៏ទាញកែវស្រាហ្នឹងអាកែវស្រាខាងប្រុសគេកំពុងតែញ៉ាំហ្នឹងនៅលើតុហ្នឹងឯងទាញមកជះទៅលើមុខខាងប្រុសហ្នឹងហើយសួរថាខ្ញុំបានក្លាយជាបងស្រីពីកាលណាមិនក៏គេអត់ដឹង
ខាងស្រីហ្នឹងគាត់ចិត្តក្តៅដែរពេលហ្នឹងណាហើយចាប់តាំងពីពេលនោះមកពួកគេក៏តែងតែមានរឿងឈ្លោះគ្នាជាញឹកញាប់ល្កម្មល្កោសប៉ុន្តែពួកគេក៏អត់ទាន់បានបែកគ្នាដែររហូតនៅពេលមួយខាងប្រុសបានឃើញក្តាស់មួយស្លឹកដែលមានគូររូបកូនកបិតផងមានរូបត្រសក់មួយហើយរូបកូនកបិតហ្នឹងជិតត្រសក់អញ្ចឹងណាហើយដោយមានភ្ជាប់សំណេរមួយគេសរសេរថានេះគឺជាលទ្ធផលដែលក្បត់ខ្ញុំគេសេអញ្ចឹងដល់ពេលខាងប្រុសឃើញអាក្តាស់មួយស្លឹកហ្នឹងហើយគ្នាភ័យហើយគ្នាចេញពីផ្ទះទៅអត់ត្រឡប់មកវិញបណ្ដោយខាងប្រុសបានព្យាយាមផ្តាច់ទំនាក់ទំនងជាមួយខាងស្រីដោយអត់មានបកស្រាយអីឲ្យបានច្បាស់លាស់ជាមួយនាងព្យាយាមទៅរកដល់កន្លែងស្នាក់នៅកន្លែងធ្វើការខាងប្រុសតែងតែព្យាយាមគេចអត់ព្រមជួបជាមួយនាងនិយាយផ្ទាល់អញ្ចឹងហើយអញ្ចឹងទៅចុងក្រោយនាងក៏បានខលចូលទៅខាងប៉ុស្តិ៍ទូទាស់ដើម្បីឲ្យលោកគ្រូអ្នកគ្រូជួយរកដំណោះស្រាយល្អមួយឲ្យពួកគេហើយនៅទីបំផុតហ្នឹងខាងប្រុសក៏បានមកដល់ប៉ុស្តិ៍ទូទាស់នឹងផ្ទាល់ដើម្បីជួបនិយាយជាមួយនាងអញ្ចឹងណាប៉ុន្តែខាងប្រុសគេបដិសេធថាកន្លងមកទំនាក់ទំនងរបស់ពួកគេហ្នឹងមិនមែនជាទំនាក់ទំនងស្នេហាបែបស្រីប្រុសទេតាំងពីដើមមកគេគ្រាន់តែចាត់ទុកនាងត្រឹមតែជាបងស្រីម្នាក់ប៉ុណ្ណោះតើជាបងស្រីបែបម៉េចអ្នកទាំងអស់គ្នាសាកគិតមើលរឿងរ៉ាវដែលបានកើតឡើងកន្លងមកខ្ញុំនិយាយហ្នឹងបងប្អូនគិតថាយ៉ាងម៉េចដែរគេបដិសេធហើយគេបាននិយាយថាគេអត់ដែលនិយាយពាក្យថាស្រឡាញ់នាងទេហើយគេក៏អត់ដែលបានសុំខាងស្រីនឹងធ្វើជាសង្សារអីគេអត់ដែលនិយាយសោះគេអត់ដែលនិយាយប៉ុន្តែរាល់ទង្វើនិងកាយវិការរបស់គេនោះអ្នកទាំងអស់គ្នាគិតមិនដែរគិតថាវាជាទង្វើបងស្រីនិងប្អូនប្រុសគេធ្វើមែនហើយពួកម៉ាក់ខាងស្រីក៏បានសួរថាហើយចុះកន្លងមកមានអោបមានថើបខាងស្រីទៀតប្រុសហ្នឹងណាអាហ្នឹងសុទ្ធតែជាទង្វើដែលបងស្រីនិងប្អូនប្រុសគេធ្វើមែនហើយម្នាក់ប្រុសហ្នឹងនិយាយប៉កែកឡើងខ្លាំងសម្ដីខ្លាំងណាមិត្តភក្តិខាងស្រីហ្នឹងគេជួយនិយាយគេជួយខឹងគេស្រឡាញ់មិត្តភក្តិគេដែរគេថាកន្លងមកហ្នឹងសម្ដីផ្អែមព្រោះភាពទន់ភ្លន់ហ្នឹងបាត់ទៅណាអស់លេងហើយឥឡូវហ្នឹងដុសស្លាបរឹងចេះរលុយខ្លួនឯងហើយបានធ្វើបែបហ្នឹងដាក់មិត្តភក្តិគេមែនក្រោយមកខាងស្រីគេក៏បានសួរម៉ាម៉ាថាកន្លងមកធ្លាប់បានស្រឡាញ់គេដែរឬអត់ហើយខាងប្រុសនោះវិញទៅឆ្លើយណាណីដូចគេសួរលេចឆ្លើយកើតគេសួរថាមានធ្លាប់ស្រឡាញ់គេអត់តាំងពីដើមមកកន្លងមកគេទៅឆ្លើយណាខ្ញុំកន្លងមកខ្ញុំអរគុណទឹកចិត្តល្អរបស់អ្នកដែលធ្លាប់ជួយខ្ញុំដែលធ្លាប់មើលថែខ្ញុំតែអញ្ចឹងទៅហើយម្នាក់ស្រីហ្នឹងគ្រាន់តែសួរថាកន្លងមកអ្នកធ្លាប់ស្រឡាញ់ខ្ញុំដែរឬក៏អត់ឆ្លើយតែប៉ុណ្្នឹងបានឲ្យគេអស់ចិត្តចឹងណាហើយបានគេល្អាក់ល្អួលហើយបានគេថាគេធ្លាប់ហើយឆ្លើយតែប៉ុណ្្នឹងមកបានហើយហើយឥឡូវអស់ចិត្តហើយឈប់ចង់រស់នៅជាមួយហើយក៏ចង់បែកក៏សុំបែកយើងនិយាយគ្នាឲ្យត្រង់ឲ្យដាច់ឆ្លាស់ទៅឲ្យក៏គ្នាអស់ចិត្តក៏គ្នាមិនតាមរកយើងរំខានយើងដែរបើយើងទៅដោយមិននិយាយហេតុផលឲ្យគេបានដឹងហើយខាងប្រុសគេថាឥឡូវគេមិនអាចរស់នៅជាមួយនាងបន្តទៀតបានអីចឹងណាដោយហេតុផលទាំងអស់ហ្នឹងនាងចូលចិត្តរំខានគេអញ្ចេះអញ្ចោះអញ្ចឹងសង្ឃឹមថានាងអាចជួបមនុស្សដែលស្រឡាញ់នាងនិងមានអាយុប្រហាក់ប្រហែលគ្នាអីចឹងជាដើមចឹងទៅហើយចុងបញ្ចប់ហ្នឹងខាងស្រីក៏អត់មាននិយាយអីច្រើនទេគេស្រឡាញ់ខាងប្រុសខ្លាំងបើនិយាយទៅខាងស្រីអាណិតខាងស្រីដែរគាត់ក៏បាននិយាយថាអញ្ចឹងខ្ញុំសុំអោបជាលើកចុងក្រោយបានអត់អីចឹងណាហើយអញ្ចឹងទៅខាងប្រុសគេក៏ឲ្យអោបចឹងទៅអោបហើយក៏ចេញទៅចឹងទៅអើយកំសត់ដែរអញ្ចឹងមិនថាសាច់រឿងមួយនេះនៅពេលដែលបងប្អូនបានស្ដាប់ហើយចាត់ទុកជាបទពិសោធន៍បងប្អូនស្រីគ្នាយើងកុំឆាប់ចាញ់បោកប្រុសពេកប្រុសក្មេងក៏ដោយប្រុសចាស់ក៏ដោយមិនស្មោះត្រង់ទេមុននឹងដាក់ចិត្តស្រឡាញ់អ្នកណាម្នាក់យើងត្រូវមើលឲ្យច្បាស់សិក្សាឲ្យច្បាស់ពីអត្តចរិតរបស់គេយើងកុំងាយស្រឡាញ់គេពេក
ហ្នឹងហើយ បងប្អូនស្ដាប់លេងៗហើយទុកជាបទពិសោធន៍ អរគុណច្រើន។